រដ្ឋបាលខេត្តបាត់ដំបងបានអំពាវនាវដល់ម្ចាស់ចម្ការទាំងអស់នាំផ្លែឈើរបស់បងប្អូនយកមកតាំងលក់ក្នុងព្រឹត្តិការណ៍ផ្លែឈើនាពេលខាងមុខបាទជារួមយើងសូមអំពាវនាវដល់បងប្អូនម្ចាស់ចម្ការទាំងអស់ដែលយើងបានតាក់ទងរៀបចំនេះធ្វើយ៉ាងម៉េចគឺនាំនៅផលិតផលផ្លែឈើរបស់បងប្អូនមកលក់នៅក្នុងព្រឹត្តិការណ៍នេះដើម្បីបងប្អូននៅក្នុងខេត្តក្តីក្រៅខេត្តក្តីគឺអាចមានថាលទ្ធភាពមកទិញផ្លែឈើបានគុណភាពខ្ពស់ហើយស្នើធ្វើម៉េចគឺផ្លែឈើរបស់យើងជាផ្លែឈើពិតប្រាកដរបស់អ្នកបាត់ដំបងជាផ្លែឈើពិតប្រាកដរបស់ម្ចាស់ចម្ការហើយជាផ្លែឈើដែលមានគុណភាពខ្ពស់បាទអានេះគឺយើងនឹងមានគណៈកម្មការត្រួតពិនិត្យហើយផ្លែឈើឬបង្អែមផ្សេងៗក៏មានថាគណៈកម្មការយើងត្រួតពិនិត្យច្បាស់លាស់បាទមិនឲ្យមានថាផ្លែឈើផ្សេងមកពីក្រៅពីរបស់បាត់ដំបងទេពីនោះគឺយើងធានានៅគុណភាពច្បាស់លាស់បាទជារួមសម្រាប់រដ្ឋបាលខេត្តនិងគណៈកម្មការយើងសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងទាក់ទាញបងប្អូនអ្នកបាត់ដំបងឬបងប្អូនអ្នកក្រៅខេត្តបាត់ដំបងមកលេងខេត្តបាត់ដំបងបានច្រើនក្នុងរដូវកាលបៃតងនេះហើយក៏សង្ឃឹមថាព្រឹត្តិការណ៍នេះនឹងបង្ហាញដល់បងប្អូនសាធារណជនថាបាត់ដំបងគឺមានផ្លែឈើច្រើនណាស់សម្រាប់រដូវកាលនេះដែលឲ្យបងប្អូនយើងអញ្ជើញមកលេងបាទសង្ឃឹមថាព្រឹត្តិការណ៍នឹងមានបងប្អូនមកលេងច្រើនបាទសូមអរគុណ